มาในក្នុងវីដេអូនេះយើងនិយាយអំពី Object Oriented Programming Language នៅក្នុងភាសា Dart បន្តទៀតគឺយើងនិយាយអំពី topic មួយស្ដីអំពី encapsulation គឺ data hiding គឺលាក់ទិន្នន័យអូខេមកយើងសង្ខេបខ្លីណាមកអញ្ចឹងគឺយើងបើក Visual Studio Code យើងចូលទៅ file ហើយយើង open folder ហើយយើងបើក folder ដែលយើងចង់បើកខ្ញុំគឺចូលទៅលើ desktop ហើយ folder ដែលបានបង្កើតជាមុនស្រេចគឺ Dart Programming Language មកអត់ទាន់មានទេគ្នាយើងអាចចុចទៅលើ new folder ហើយឲ្យឈ្មោះដូចដែលចង់បាននិង select វាហើយក្រោយមកគឺ select folder ចូលទៅ select 2នេះគឺ Explorer យើង click លើវាមកហើយបន្តមកទៀតយើងឃើញ select មួយមានសញ្ញាបូកនេះគឺ new file យើង click លើនឹងមកហើយខ្ញុំឲ្យឈ្មោះថា example 21.dat អូខេបាទហើយយើងវាយថា main មកតមកទៀតគឺយើងនិយាយអំពី class មួយអូខេទុកនេះចោលមិនសិនចាទីហោខ្ញុំមាន class person អូខេclass person បាទតែ class person នេះគឺមាន attribute ដូចជា name and age ចឹងចុះអូខេ name ខ្ញុំដាក់ជា string អូខេ string ដាក់ជា name ហើយមួយទៀតគឺ integer age អូខេតែឥឡូវយើងមើលយើងដាក់ជា constructor មួយទីហោថាperson ចឹងចុះយើងដាក់ជា parameterize constructor អញ្ចឹងគឺយើងមានដូចជាthis.name ហើយមួយទៀតគឺ this.age អូខេប៉ុណ្ណេះចឹងណាបាទតែឥឡូវយើងមើលយើងបើយើងប្រកាស person ហើយ person ចេះស្មើនឹង new person មកយើងនេះយើងបញ្ចូល name ទៅហៅថា Michael ហើយមួយទៀតគឺអីគេទៅហៅ A38 អញ្ចឹងចុះអញ្ចឹងនៅពេលហ្នឹងបើយើង print នៅយើងមុន print ទៅយើងចង់ធ្វើការផ្លាស់ប្ដូរតម្លៃទៅថាA យើងគឺស្មើនឹង39អូខេអញ្ចឹងនៅពេលហ្នឹងបើយើង print person .age ឃើញថាស្មើនឹង39ឥឡូវខ្ញុំ run មើលឃើញ39ហើយយើងមើល data console ឃើញ39ចឹង name បើយើងបដូរ name គឺ person.name គឺស្មើនឹងJohn វិញចឹងចុះអូខេចឹងនៅពេលហ្នឹងបើយើង run ទៅជា John ហ្នឹងតែដូចឈ្មោះអីយើងមិនអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរទេអូខេខ្ញុំ print មួយហើយមកយើងមិនអនុញ្ញាតឲ្យផ្លាស់ប្ដូរទេអញ្ចឹងគឺយើងត្រូវធ្វើបែបម៉េចយើងការពារអ្នកប្រើប្រាស់កុំឲ្យធ្វើការផ្លាស់ប្ដូរអញ្ចឹងអូខេយើងអត់ចង់ឲ្យមានការផ្លាស់ប្ដូរអញ្ចឹងទេណែមកចង់ចេញចនអញ្ចឹងទេគឺដាក់ Michael គឺ Michael ហើយអញ្ចឹងក្នុងករណីនេះយើងចង់ hide ទិន្នន័យហ្នឹងគឺមិនឲ្យមានការផ្លាស់ប្ដូរអញ្ចឹងបានទេនៅក្នុងនេះគឺយើងអាចបង្កើតនៅ private attribute មួយអញ្ចឹងនេះគឺ public ណា private គឺយើងដាក់ឥឡូវដាក់ comment សិនគឺ private attribute អូខេ attribute គឺ name នេះខ្ញុំដាក់ underscore ពីមុខអានឹងខ្លាយទៅជា private ដែរអញ្ចឹងខាងក្រោមនេះគឺដូចគ្នាដែរគឺយើងត្រូវដាក់ this dot underscore name ហើយនេះគឺ underscore ចាអូខេអញ្ចឹងនៅពេលនេះគឺយើង name underscore អញ្ចឹងស្មើ John ហើយនេះអញ្ចឹងហើយបន្តមកគឺមួយនេះទៀត underscore អញ្ចឹងហើយមួយទៀតគឺអញ្ចឹងយើងសាកបងរ៉ានសារឡើងវិញមើលឃើញថាចេញតម្លៃដដែលអត់ទេបាទឃើញចេញតម្លៃដដែលអញ្ចឹងនៅតែមិនអាច prevent បានទេនៅក្នុងករណីហ្នឹងគឺដោយសារតែ class មួយនេះហើយនឹងmain function នេះគឺនៅ file ជាមួយគ្នាអញ្ចឹងវាអត់មានអីបិទបាំងឬក៏លាក់បាំងគ្នាបានទេព្រោះនៅឧទាហរណ៍យើងនៅបន្ទប់មួយគ្នាអត់មានអីបិទបាំងយើងក៏លេចមកមើលឃើញដូចគ្នាហ្នឹងអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំកើត package មួយអូខេហើយយើងដាក់នេះបញ្ចូលអញ្ចឹងឥឡូវខ្ញុំចូលទៅ new file នេះហើយខ្ញុំដាក់ថា example យើងដាក់ថា package ចឹងចាហើយខ្ញុំដាក់21ឲ្យត្រូវនឹង example 21យើងpackage 21.dat ចឹងចាអញ្ចឹងខ្ញុំកាត់អានេះចាញ់កាត់ person នេះមក control H ហើយយកមកផាសបញ្ចូលនៅក្នុងនេះអូខេតោះអញ្ចឹងគឺនៅក្នុងនេះគឺយើងបានមានតម្លៃបែបនេះហើយចាឥឡូវយើងអាចសាកល្បង import មកក្នុងនេះមើល
và import នេះបានទេ package យើងអូខេឃើញមួយណាអូខេប៉ុន្តែឥឡូវគឺអានេះអត់ស្គាល់ទេអូខេអត់ស្គាល់ទេគឺយើង run ទៅ error នៅក្នុងហ្នឹងអញ្ចឹងគឺគេថាមាន error បើយើងនៅតែបខំឲ្យដំណើរការគឺដឹងតែ error ព្រោះមុន run ឃើញចេញជា error ហើយគេឆែកឃើញ error ណាអញ្ចឹងដល់ពេលនេះគឺវា private ពិតប្រាកដតែវានៅបន្ទប់ដោយ live ពីគ្នាអញ្ចឹងគឺ attribute អស់នេះគឺ private ហើយអូខេតោះអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំបង្កើតនៅoverride នៅ method to string មួយចុះអូខេអញ្ចឹងឥឡូវយើង return មក return ជា string មួយឬក៏ដាក់ person អញ្ចឹងចុះ person ហើយនៅក្នុងនេះគឺ name គឺ this dot name នឹងឯងអូខេ this dot name ហើយ name underscore យើងនេះគឺ private constructor នេះ age ដូចគ្នាដែរហើយយើង return ចេញជា this dot underscore age នឹងឯងអូខេតោះអញ្ចឹងឥឡូវខ្ញុំទៅមើលវិញយើងបានប្រើប្រាស់ហើយតោះឥឡូវយើងមកនេះវិញប្រើប្រាស់ឲ្យបានត្រឹមត្រូវគឺយើងអត់អាច access អញ្ចឹងបានទេអញ្ចឹងគឺយើងអាចផ្លាស់ប្ដូរតម្លៃអស់ហ្នឹងបានទេអញ្ចឹងឥឡូវយើងគ្រាន់តែ print បានមើលថា person ហ្នឹងមានស្អីខ្លះតែប៉ុណ្្នឹងឯងតែអត់មានលក្ខខណ្ឌអាចកែប្រែតម្លៃបានទេអញ្ចឹងយើងចូលទៅ view ហើយ console output មកយើងឃើញតម្លៃរបស់វា print ចេញធម្មតាប៉ុន្តែអត់អាចប្រែប្រួលបានទេបន្ទាប់ពីបង្កើតបានហ្នឹងអញ្ចឹងឥឡូវយើងចង់ធ្វើការកែប្រែខ្លះដូចជាឈ្មោះយើងឈ្មោះពីដើមមកមិនគឺអញ្ចឹងហើយអត់អាចផ្លាស់ប្ដូរបានតែអាយុឆ្នាំក្រោយកើតឡើងអញ្ចឹងគឺត្រូវធ្វើការផ្លាស់ប្ដូរអញ្ចឹងនៅពេលនេះគឺយើងអាចធ្វើអីគេគឺយើងអាចបង្កើតនៅ setter method មួយបង្កើតនៅ setter method យើងអាចបង្កើតនៅត្រង់ណាក៏បានខាងក្រោមនេះក៏បានខាងលើនេះក៏បានដែរតោះឥឡូវខ្ញុំដាក់ខាងក្រោមនេះចុះយើងបង្កើតជា setter method មួយអញ្ចឹងគឺ setter គឺយើង set តម្លៃអញ្ចឹងអត់មាន return អីគេទេអូខេអញ្ចឹងយើងអាចថាឲ្យឈ្មោះថាជា age អញ្ចឹងចុះអូខេអញ្ចឹងនេះគឺ new age របស់យើងគឺជា integer new age អូខេអូខេ new age អញ្ចឹងហើយយើងឲ្យធ្វើអីគេគឺយើង set បាទថា if អូខេទី1តាយើងឆែកសិនកាលអត់បានដាក់តម្លៃចូល new age is empty មាន is empty អត់មានណាអូខេអញ្ចឹង age is not empty ឥឡូវយើងមិនបាច់ឆែកទេយើង set យកហ្មងទៅហើយប្រើ if ទៅweb បាទអញ្ចឹងគឺបើមាន new age បញ្ចូលមកអញ្ចឹងគឺយើង set age របស់យើងដែលជា private attribute age ហ្នឹងគឺស្មើនឹង new age ហ្នឹងឯងអូខេអញ្ចឹងយើង set មកអូខេតោះអញ្ចឹងនេះគឺទៀមទាជាដាច់ខាតត្រូវតែបញ្ចូលតែម្ដងបាទអញ្ចឹងណាតោះអញ្ចឹងឥឡូវយើងសាកល្បងឧទាហរណ៍ថាខ្ញុំថាកន្លែងនេះគឺ person dot age អញ្ចឹងអូខេហើយបន្តមក age ហ្នឹងយើងដាក់តម្លៃ new age មកឧទាហរណ៍39ចា39អញ្ចឹងគឺយើង run មកឃើញ age យើងគឺការឡើងទៅ39ណាតើវាយល់ល្អឈ្មោះកន្លែងនេះគឺយើងអាចដាក់ថា set age អញ្ចឹងដើម្បីឲ្យកាន់តាច្បាស់អូខេហើយកន្លែងនេះដាក់ new age អញ្ចឹងក៏បានដាក់ជា age ទៅទេអញ្ចឹងក៏បានដែរអូខេដាក់ថា age ចេះចាអញ្ចឹងគឺកន្លែងនេះគឺយើងអាចដាក់ set age អញ្ចឹងជំនួសវិញអូខេអញ្ចឹងគឺយើង set តម្លៃបានណាតើបើយើងចង់ទទួលតម្លៃវាឧទាហរណ៍ថា dot age អត់មានទេ dot underscore age ក៏អត់មានដែរព្រោះ private អត់អាច access អញ្ចឹងបានទេបើយើងចង់ access អញ្ចឹងគឺយើងមាន getter method មួយទៀត setter and getter method ចុះឧទាហរណ៍ខ្ញុំត្រូវ get age យើងជា integer អញ្ចឹងគឺយើង get ទទួលបានមកគឺជា integer អញ្ចឹងគឺយើង get age ចេះមកហើយយើងអត់ចាំបាច់បញ្ចូលអីទេព្រោះក៏ get តែអញ្ចឹងគឺយើង return នៅ age បែបនេះគឺ this dot age ហ្នឹងឯងអូខេតោះឥឡូវយើងបានបង្កើតនៅ method ថ្មីមួយគឺឈ្មោះថា get age ដែល return ជា integer
ហើយតម្លៃរបស់វាគឺបានមកពី attribute ឬក៏ property របស់នេះហ្នឹងអញ្ចឹងនៅក្នុងនេះគឺអាចហៅបាន underscore age ហ្នឹងព្រោះយើងកំពុងតែធ្វើការនៅក្នុង file ជាមួយគ្នាហ្នឹងតែដល់ពេលចូលទៅ example យើងនេះគឺអ្វីហ្នឹងគឺនៅផ្សេងគ្នាយើងអាចប្រើ underscore ហ្នឹងបានណាតែវាយើងថា get age អូខេយើងអាចហៅវាប្រើបានអញ្ចឹងក្នុងករណីនេះគឺយើង return ចេញជាតម្លៃឯងបាទអញ្ចឹងគឺចូលទៅ vote console ហ្នឹងឃើញ39ណាហើយមកមានមួយទៀត person ខ្ញុំបាន print នេះ print តែ person dot get age នេះទេបាទតោះអញ្ចឹងឥឡូវសម្រាប់នេះដូចគ្នាដែរសម្រាប់ name យើងអាច define នៅ get តែ set យើងមិនបាច់ទេព្រោះយើងអត់ចង់ផ្លាស់ប្ដូរ name ទេយើងចង់តែទទួលបានតម្លៃតែប៉ុណ្ណោះអញ្ចឹងយើងអាចសរសេរថា string get name អូខេហើយបន្តមកទៀតយើង return មក return ជា string គឺ this dot underscore name ហ្នឹងឯងតែពេលនេះយើងចង់ print attribute name គឺយើងអាចទទួលយកបានតាមរយៈ getter method របស់យើងហ្នឹងឯងគឺ person dot get name អូខេហើយខានកញ្ចុងនេះមកតើមកយើងចុច run អញ្ចឹងយើងឃើញលទ្ធផលយើងណានៅdebug console នេះបាទអញ្ចឹងគឺយើង get ទទួលបានប៉ុន្តែយើង set name អត់បានទេព្រោះយើងអត់បានផ្ដល់តម្លៃជា public method មួយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ set name បានអញ្ចឹង name hide completely តែម្ដងបាទអញ្ចឹងខ្ញុំនឹងលើកឡើងពីមួយរបៀបទៀតនៃ getter ហើយនិង setter method នេះខ្ញុំ define មួយ style ឬក៏មួយរបៀបទៀតនៅក្នុងករណីនេះគឺ equivalent ទៅជាមួយនឹង setter ដូចខាងនេះគឺគេអាចប្រើនេះពិសេសមួយ keyword ពិសេសគេមួយគឺគេប្រើ set តែម្ដងអូខេ set អីគេគេហៅថា set age អូខេអញ្ចឹងគឺ set age យើងត្រូវមាន new age នេះទៅជាមួយបាទអញ្ចឹងអាចដាក់ឈ្មោះដូចគ្នានឹងអញ្ចឹងក៏បានដែរហើយបន្តមកទៀតគឺយើងអាចសរសេរកាត់ថាប្រើសញ្ញាព្រួយអញ្ចឹងអូខេអានេះកាត់មែនតើនេះគឺthis dot underscore age របស់យើងហ្នឹងគឺស្មើ age ថ្មីយើងឯងអូខេបាទអញ្ចឹង age នេះគឺជា parameter តែឈ្មោះនេះគឺជាឈ្មោះអនុគមយើងបាទអញ្ចឹងគឺនៅក្នុងហ្នឹងករណីហ្នឹងគឺយើងអាចហៅប្រើអញ្ចឹងកន្លែង age នេះអញ្ចឹងគឺជំនួសអញ្ចឹងខ្ញុំដាក់ថា person dot age ហើយស្មើនឹង40វិញម្ដងចឹងគឺយើងអាចប្រើវងកញ្ចក់ចេះពេល call method ក្រោមដែលជាប្រភេទ setter method ហ្នឹងឥឡូវខ្ញុំ print ឲ្យគ្រាយើងមើលខ្ញុំ run ទៅឃើញ print ថា age របស់យើងហ្នឹងគឺ40ហើយចូល review ហើយមើល output របស់វាហ្នឹងឃើញ40ហើយអញ្ចឹងគឺname យើងអត់បានបង្កើតជា setter ទេតែឥឡូវ getter យើងមានបែបនឹងមួយដែរអញ្ចឹងឥឡូវខ្ញុំ get age ហ្នឹងget age version ទី1ឥឡូវ version មួយទៀតយើងអាចសរសេរថា get អូខេ get age អូខេជា method មួយដែរហើយយើងប្រើ raw អញ្ចឹងគឺ return ចេញជា this dot age នឹងឯងក៏ប៉ុន្តែនៅក្នុងនេះគឺពេលទទួលបានជាប្រភេទអីគេប្រភេទ integer អញ្ចឹងយើងអាចប្រកាសនៅ data type ពីឆ្វេងនេះថាជា integer ហើយនៅក្នុងករណីនេះដូចជាអត់ចាំបាច់ប្រើវងកញ្ចក់ទេដោយសារតែអត់ចាំបាច់មាន parameter អីទេនៅក្នុងករណីនេះគឺគេមាន parameter មួយដើម្បី assign ចូលនេះគឺអត់មានទេបាទអញ្ចឹងឥឡូវយើងទៅមើល get age ហ្នឹងគឺយើងអាចសរសេរទម្រង់បែបនេះបានគឺ print person dot age យកតែម្ដងអូខេចឹងហាក់បីដូចថា age នេះគឺជា attribute មួយអញ្ចឹងតែតាមពិតមិនមែនជា attribute ទេ attribute ខាងក្នុងរបស់វាគឺ hide លាក់នៅក្នុង private attribute គឺ underscore age ទេតែ age មួយនេះគឺដើរតួជា getter បាទអញ្ចឹងគឺ functionality របស់វាគឺដូច get age ហើយបើកបិទវងកញ្ចក់អញ្ចឹងតែយើងគ្រាន់តែហៅថា age ប៉ុណ្ណេះមកគឺតក្កសមមូលនឹងហៅ method តែជា getter method នេះមកអូខេបាទអញ្ចឹងគឺដូចគ្នាដែរ name នេះយើងអាច get បានអញ្ចឹងយើងអាចថា string get name គឺឲ្យ result ជា this dot underscore name ដែលជា private attribute ឬក៏ property របស់យើងហ្នឹងអញ្ចឹងនៅក្នុងករណីនេះយើងអាច access name តាមរបៀបនេះមួយទៀតគឺ print person dot name
អញ្ចឹង name មិនមែនជា attribute ទេតាមពិតទៅគឺជា method តាអញ្ចឹងយើងអល់ទៅគឺ get name ជា method គឺ get method តើអញ្ចឹងយើងរ៉ាត់មើលឃើញលទ្ធផលដូចគ្នានឹងឯង view ហើយ so អូខេចេញនេះចេញ2ដងនេះចេញ2ដងព្រោះដូចគ្នាហ្នឹងអូខេបាទអញ្ចឹងគឺប៉ុណ្ណឹងចោះខ្ញុំបញ្ចប់សិនបាទអញ្ចឹងនៅក្នុងករណីនេះគឺយើងបានរៀននៅខ្លះ topic ចម្បងរបស់យើងគឺយើងនិយាយអំពី object oriented programming ហើយ sub topic របស់យើងគឺយើងនិយាយអំពី encapsulation យើងអាចនិយាយបានថា data hiding អូខេប៉ុណ្ណឹងចាស់អូខេអញ្ចឹងនៅក្នុងនេះគឺយើងបានស្គាល់នៅadditional topic យើងមួយចំនួនទៀតគឺមានដូចជា setter and getter method អូខេហើយយើងក៏ស្គាល់នៅ private attribute បាទហើយយើងក៏ស្គាល់នៅ package អូខេ package ណាខ្ញុំបង្កើតជា package មួយហើយយើង import ហ្នឹងណា package ហ្នឹងមកតោះអញ្ចឹងខ្ញុំបញ្ចប់វីដេអូនឹងប៉ុណ្ណឹងចា៎